សុស្ដីបងរតនានិងក្រុមការងារទាំងអស់គ្នាខ្ញុំបាទឈ្មោះផានិតបច្ចុប្បន្នគឺជាគ្រូបង្រៀននៅវិទ្យាល័យមួយនៅក្នុងខេត្តកណ្ដាលថ្ងៃនេះខ្ញុំមានរឿងខ្មោចដ៏រន្ធត់មួយដែលជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំជួបផ្ទាល់តែម្ដងចង់មកចែករំលែកនៅក្នុង Channel របស់បងខ្ញុំសូមនិយាយត្រួសបន្តិចថារឿងនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលខ្ញុំនិងគ្រួសាររបស់ខ្ញុំនឹងបានទៅជួលផ្ទះមួយកន្លែងបងហើយផ្ទះជួលនោះពិតជាមានតម្លៃថោកខ្លាំងមែនទែនស្ទើរតែមិនគួរឲ្យជឿតែអ្នកណាទៅស្មានដឹងទៅថាពួកយើងទៅជួលផ្ទះតែគេបានថែមមកជាមួយនឹងឆ្អឹងខ្មោចមកឲ្យពួកយើងទៀតផងនិយាយដល់ចំណុចនេះម្ដងណាខ្ញុំបាសរោមជ្រងតែម្ដងជាបទពិសោធន៍ជីវិតដែលខ្ញុំចងចាំមិនដែលភ្លេចនោះទេហើយខ្ញុំចង់ផ្ដាំទៅអ្នកដែលជួលផ្ទះគេស្នាក់នៅសូមមេត្តាស៊ើបពីប្រវត្តិផ្ទះរបស់គេមុននឹងជួលផងថាតើតំបន់នោះឬក៏បន្ទប់នោះមានប្រវត្តិបែបណាមានមនុស្សស្លាប់ដែរឬអត់ហើយសាច់រឿងនោះគឺមានដំណើរដូចនេះថាកាលពីឆ្នាំ2010ខ្ញុំនិងគ្រួសារបានជួបផ្ទះចាស់មួយរស់នៅក្នុងទីក្រុងភ្នំពេញនៅម្ដុំទួលគោកតែដោយសារតែមានបញ្ហាជាមួយនឹងម្ចាស់ផ្ទះព្រមម្ចាស់ផ្ទះនៅសុកឡើងថ្លៃជួលផ្ទះរបស់យើងនឹងគុណនឹង2តែម្ដងដោយសារតែយើងមានបញ្ហាជីវភាពខ្ញុំនិងក្រុមគ្រួសារក៏ត្រូវរើចេញពីផ្ទះនោះភ្លាមដែរបន្ទាប់មកពួកយើងក៏សម្រេចចិត្តថាហើយឈប់រស់នៅទីក្រុងភ្នំពេញតែម្ដងទៅព្រោះពេលនោះជីវភាពរបស់ពួកយើងពិតជាលំបាកខ្លាំងមែនទែនចាំបានថានៅពេលនោះខ្ញុំមានអាយុប្រហែល15ឈានចូល16ឆ្នាំត្រូវទៅរៀនចំណាយច្រើនដែរពុករបស់ខ្ញុំគាត់គឺជាអ្នករត់ឡានឈ្នួលចំណែកឯម៉ែគឺជាអ្នកលក់បាយនៅមុខរោងចក្រខ្ញុំចាំបានថានៅយប់នោះពុកបាននិយាយគ្នាជាមួយម៉ែដោយសំឡេងមួយស្ដាប់ទៅគាត់ដូចជាពិបាកចិត្តខ្លាំងមែនទែនបងគាត់បានប្រាប់ម្ដាយខ្ញុំថាឯងយើងទៅមុខលេងរួចហើយខ្ញុំមួយរយៈនេះអត់សូវមានភ្ញៀវដាក់ឡាននឹងគេសោះសូម្បីតែចង់ទៅដឹកបន្លែឲ្យគេខ្លះក៏គេយកខ្លះក៏គេមិនយកបើនៅតែអញ្ចឹងទៀតលុយដែលយើងប្រឹងសន្សំមុខជាចៃអស់ចាក់ជាពុំខានម្ដាយរបស់ខ្ញុំនៅពេលនោះគាត់អត់បានឆ្លើយតបអ្វីទាំងអស់គាត់គិតតែពីយំព្រោះការលក់បាយនៅមុខរោងចក្រក៏មិនមានចំណូលអ្វីច្រើនដែរជីវភាពគ្រួសារមួយភាគធំត្រូវពឹងទៅលើចំណូលពីការរត់ឡានរបស់ឪពុកខ្ញុំទាំងអស់នោះគឺជាយប់ដែលខ្ញុំចាំអត់ភ្លេចទេបងរហូតមកដល់ពេលបច្ចុប្បន្នតែម្ដងខ្ញុំបានសន្យាជាមួយនឹងខ្លួនឯងថាពេលខ្ញុំរៀនចប់ខ្ញុំនឹងខំប្រឹងធ្វើសពគ្រប់បែបយ៉ាងដើម្បីកុំឲ្យពុកម៉ែស្រក់ទឹកភ្នែកអញ្ចឹងទៀតខ្ញុំពិតជាទទួលយកអត់បានទេយប់នោះពុកខ្ញុំបានប្រាប់ម្ដាយខ្ញុំបន្តថាពួកយើងនឹងត្រូវរើផ្ទះឈប់នៅទីក្រុងហើយព្រោះជីវភាពនៅទីក្រុងចំណាយខ្ពស់ពេកពួកយើងមិនមានលទ្ធភាពនៅទីនេះបន្តនោះទេស្អែកឡើងពុកខ្ញុំក៏បន្តទៅធ្វើការមួយព្រឹកទៀតដោយសារតែគាត់នឹងបានណាត់គ្នាជាមួយគេហើយពេលថ្ងៃទើបគាត់ត្រឡប់មកពីធ្វើការវិញដើម្បីរៀបចំអីវ៉ាន់ហើយនឹងចេញដំណើរតែម្ដងសម្រាប់ខ្ញុំវិញអត់មានពាក្យអ្វីនិយាយច្រើននោះទេព្រោះជាកូនពួកគាត់រស់នៅក្នុងបន្ទុករបស់ពួកគាត់ទោះបីជាគាត់ទៅណាខ្ញុំត្រូវតែទៅតាមគាត់ស្រាប់ទៅហើយតែនៅក្នុងចិត្តក៏នឹកតូចចិត្តដែរមានចិត្តមួយនឹងក៏គិតនឹកដល់មិត្តភ័ក្តិនឹកគ្រូនឹកថ្នាក់រៀនតែធ្វើមិនវាសនាយើងជាកូនអ្នកក្រត្រូវតែប្រឹងរស់តាមប្រេងវាសនាសិនទៅបាទនឹងហើយអ្នកទាំងអស់គ្នាជីវិតពេលខ្លះវាអត់មានជំរឿទេកូនអ្នកមានគេចង់រើសសាលារៀនបែបណាក៏បានពេលខ្លះទៀមទាម៉ូតូទៀមទាឡានអញ្ចឹងទៅតែសម្រាប់កូនអ្នកក្រវិញពេលខ្លះទោះបីជាដើរទៅរៀនក៏ដោយសុំត្រឹមឲ្យតែមានសម្លៀកបំពាក់ស្អាតបាតសុំត្រឹមតែមានសាលារៀនហ្នឹងក៏មិនបានផងអញ្ចឹងពួកយើងបងប្អូនដែលមានឱកាសបានរៀនសូត្រខ្ពង់ខ្ពស់ហើយឬក៏កំពុងតែរៀនសូត្រហើយមានអារម្មណ៍ថារៀងធន់ថប់នឹងការរៀនសូត្រអីអញ្ចឹងណាសូមបងប្អូនកុំគិតអញ្ចឹងអីយើងក៏លេចមើលទៅមុំម្ខាងទៀតមើលទៅគេដែលចង់រៀនដូចយើងមានលុយចាយវាយដូចយើងស្លៀកពាក់ស្អាតបាតដូចយើងប៉ុន្តែគេអត់មានលទ្ធភាពអញ្ចឹងណាតោះត្រឡប់មករឿងយើងវិញដោយសារតែគ្រួសារខ្ញុំតូចហើយថែមទាំងក្រីក្រទៀតអញ្ចឹងពួកយើងមិនសូវមានអីវ៉ាន់អីត្រូវរៀបចំប៉ុន្មាននោះទេថ្ងៃនោះពួកយើងក៏រើអីវ៉ាន់ចេញនៅពេលល្ងាចប្រហែលជាម៉ោង 4-5 ល្ងាចទៅហើយបន្ទាប់មកពុកក៏បានបើកឡានសម្ដៅទៅខេត្តកណ្ដាលដែលជាស្រុកកំណើតរបស់ម៉ែហ្នឹងណាម៉ែរបស់ខ្ញុំគឺជាកូនកំព្រាតាំងពីក្មេងហើយគិតថានឹងរកជួលផ្ទះគេឬក៏ជួលដីគេនៅទីនោះតែម្ដងជិះមកដល់ភូមិបាទគាត់សុំមិនបញ្ចេញឈ្មោះទេ
ពុកបានបើកឡានចូលទៅតាមផ្លូវលំតូចមួយតាមម៉ែចង្អុលប្រាប់កាលនោះផ្លូវនោះនៅជាផ្លូវគ្រូក្រហមនៅឡើយទេសងខាងផ្លូវសុទ្ធតែដើមតំត្រាំងខេតហើយគ្មានភ្លើងបំភ្លឺអ្វីឡើយជីបានបន្តិចមិនដឹងថាជាសំណាងឬក៏ជាចៃដន្យទេស្រាប់តែពួកយើងបានឃើញផ្ទះមួយខ្នងដែលនៅចុងភូមិរៀងដាច់ស្រយាលពីគេឯងបន្តិចដែរតែវាមានទំហំធំល្មមគួរសមហើយបានដាក់ស្លាកថាផ្ទះជួលជាមួយនឹងលេខទូរស័ព្ទម្ចាស់ផ្ទះ2ខ្សែទៀតផងផ្ទះនោះធ្វើពីថ្មខាងក្រោមនិងខាងលើឈើខ្ញុំនិងពុកខ្ញុំក៏បានចុះពីឡានឈរសម្លឹងមើលផ្ទះនោះពីខាងក្រៅមួយសន្ទុះពុកខ្ញុំក៏សម្រេចចិត្តថានឹងទូរស័ព្ទតាក់ទងទៅម្ចាស់ផ្ទះតាមលេខដែលគេបានដាក់នៅលើផ្លាកនោះដើម្បីសុំចូលទៅមើលខាងក្នុងផ្ទះបន្តិចមុននឹងសម្រេចចិត្តជួលតែទៅភ្លាមក៏មានអ៊ំស្រីម្នាក់លើកពុកខ្ញុំនិយាយថាជំរាបសួរបងខ្ញុំឃើញផ្ទះបងលើកស្លាកជួលតើខ្ញុំអាចណាត់បងដើម្បីចូលមើលផ្ទះបន្តិចបានទេឥឡូវហ្នឹងក៏បានស្អែកក៏បានព្រោះខ្ញុំនៅក្បែរផ្ទះបងស្រាប់ស្ងាត់មួយសន្ទុះអ្វីដែលចម្លែកនោះគឺអ៊ំស្រីម្នាក់នោះគឺមិនបាននិយាយអ្វីច្រើនទេស្រាប់តែគាត់តបមកវិញថាឲ្យពុកខ្ញុំហ្នឹងបើកទ្វារផ្ទះចូលទៅមើលខាងក្នុងតែម្ដងទៅព្រោះផ្ទះនោះទ្វារមិនបានចាក់សោនោះទេបើពេញចិត្តជួលឬក៏មិនពេញចិត្តចាំទេទៅប្រាប់គាត់វិញពេលនោះពុកម៉ែខ្ញុំគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះហេតុអ្វីបានជាអ៊ំស្រីម្ចាស់ផ្ទះនោះຕົកចិត្តពួកយើងហ៊ានឲ្យពួកយើងចូលទៅមើលខាងក្នុងផ្ទះដោយសេរីបែបនេះគាត់មិនខ្លាចថាយើងធ្វើឲ្យខូចខាតឬក៏បាត់របស់ក្នុងផ្ទះទេឬដោយសារតែយប់ទៅហើយពួកយើងក៏មិនបានគិតច្រើនដែរណាមួយចង់បានផ្ទះស្នាក់នៅលឿនផងពុកក៏ធ្វើតាមពាក្យរបស់អ៊ំស្រីនោះទៅមុននឹងដើរចូលទៅដល់ខាងក្នុងផ្ទះនៅខាងមុខនោះក៏មានកូនឈើកូនស្មៅដុះពាសពេញនឹងតែម្ដងហាក់បីដូចជាគ្មានអ្នកណាគេមើលថែទាំយូរឆ្នាំណាស់ទៅហើយពុករបស់ខ្ញុំក៏បានដកយកមេសោដែលចាក់ទ្វារធំខាងមុខផ្ទះហ្នឹងចេញហើយគាត់ក៏បានដើរចូលទៅមុនខ្ញុំពេលនោះខ្ញុំឃើញសភាពផ្ទះទាំងមូលពិតជាធំទូលាយនិងស្រស់ស្អាតខ្លាំងមែនទែនខុសប្លែកពីសភាពនៅខាងក្រៅផ្ទះដាច់តែម្ដងអាចនិយាយបានថាបើបោះសម្អាតតែបន្តិចផ្ទះនេះគឺអាចចូលរស់នៅបានភ្លាមតែម្ដងហើយផ្ទះនោះមានបន្ទប់គេងខាងក្រោម2និងខាងលើ2មានបន្ទប់ទឹក2ខាងក្នុងផ្ទះ1និងខាងក្រៅផ្ទះ1មានផ្ទះបាយនិងមានបន្ទប់មួយនៅខាងក្រោមនឹងជាបន្ទប់ថ្មតែចាក់សោជាប់បន្ទាប់មកខ្ញុំនិងប៉ាក៏បានចេញទៅខាងក្រៅផ្ទះដើរមើលមួយជុំឃើញថាដីផ្ទះនេះទូលាយល្អមែនទែនអាចដាំដើមឈើដាំបន្លែបានរួចឪពុករបស់ខ្ញុំក៏បានពិភាក្សាជាមួយនឹងម៉ែនៅក្នុងឡានវិញថាពួកគាត់សម្រេចថាជួលផ្ទះនេះហើយឪពុករបស់ខ្ញុំក៏បានទេទៅអ៊ំស្រីម្នាក់នោះម្ដងទៀតដើម្បីនិយាយគ្នាពីថ្លៃផ្ទះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាថ្លៃជួលផ្ទះនេះថោកខ្លាំងមែនទែនគឺត្រឹមតែ 15,000 រៀលតែប៉ុណ្ណោះក្នុងមួយខែពួកយើងស្ទើរតែមិនជឿត្រជាក់ខ្លួនឯងបន្ទាប់ពីនិយាយថ្លៃគ្នារួចពុកខ្ញុំក៏ឆ្លៀតសួរពីបន្ទប់ដែលចាក់សោជាប់នោះថាវាជាបន្ទប់អ្វីពេលនោះអ៊ំស្រីក៏និយាយថាបន្ទប់នោះគឺជាបន្ទប់ដាក់អីវ៉ាន់ចាស់ៗរបស់គាត់ចាំព្រឹកស្អែកគាត់នឹងឲ្យគេមករើអីវ៉ាន់នោះចេញហើយពេលនោះម្ដាយរបស់ខ្ញុំក៏បាននិយាយថាឯងមិនផ្ទះនេះថោកម៉េះប៉ុណ្ណីតម្លៃត្រឹមតែ 5-10 ម៉ឺនដូចជាមិនសមវៃតិចមានអីកើតឡើងដឹងពុកខ្ញុំគាត់ក៏តបថាអើយប្រហែលជាម្ចាស់ផ្ទះគេមិនចង់ទុកផ្ទះគេចោលហ្នឹងពេលដែលមានអ្នកជួលអញ្ចឹងគេបានមើលថែទាំបោះសម្អាតអញ្ចឹងប្រសើរជាងទុកផ្ទះចោលឯងមិនឃើញទេថាផ្ទះនេះវាចាស់ទ្រុឌទ្រោមកម្រិតណាស្មៅដុះពេញទៅនឹងឬវាជាបុណ្យសំណាងយើងក៏ថាបានដែរដែលអាចរកបានផ្ទះស្អាតហើយតម្លៃត្រឹមតែប៉ុណ្្នឹងអញ្ចឹងខ្ញុំក៏សប្បាយចិត្តមួយយ៉ាងដែរត្រឹមតែម៉ាក់វាឯងលក់បាយក៏អាចទប់ជាប់ដែរអញ្ចឹងចំណូលដែលខ្ញុំរកបានមកពីការរត់ឡានណាភ្នំពេញកណ្ដាលមកជាសល់ជាជាពំខានគ្រួសារយើងនឹងលេងលំបាកដូចនៅភ្នំពេញទៀតហើយតោះកុំគិតអីច្រើនពេកយប់អីក្រោយមកខ្ញុំនឹងពុកក៏សេរីផ្លូវរកកន្លែងបើកឡានចូលសម្រាប់ថាចូលស្នាក់នៅផ្ទះនេះក្នុងយប់នោះតែម្ដងចំណែកឯម៉ែក៏ចូលទៅបោះសម្អាតផ្ទះនោះរៀបចំកន្លែងគេងសម្រាប់ពួកយើងទាំង3នាក់ជាបណ្ដោះអាសន្នសិននៅយប់នោះពួកយើងគេងជុំគ្នានៅកណ្ដាលផ្ទះតែម្ដងព្រោះនឿយហត់ពេកគិតថាចាំស្អែកចាំរៀបចំបោសសម្អាតបន្ទប់ដើម្បីនៅតាមក្រោយប្រហែលជាម៉ោង2យប់នៅសុកខ្ញុំស្រាប់តែឈឺបត់ជើងតូចសំណាងនៅខាងលើមានបន្ទប់ទឹកមួយខ្ញុំក៏ដើរទៅបត់ជើងនៅទីនោះពេលដែលខ្ញុំកំពុងតែបត់ជើងហ្នឹងចម្លែកខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ដូចជាមាននរណាគេម្នាក់កំពុងតែឈរសម្លឹងមើលខ្ញុំរហូតដោយសារតែផ្ទះហ្នឹងខាងលើធ្វើអំពីឈើ
ចឹងចិញ្ចាំងសពប្រឡោះខ្លះអាចមើលទៅខាងក្រៅបានចឹងណាជាពិសេសនៅខាងក្រោមផ្ទះបានខ្លះព្រោះមានពន្លឺចាស់ព្រាលពីបង្អួចលើផ្ទះដែលពុកខ្ញុំបើកចោលតែក៏មិនច្បាស់នោះទេខ្ញុំក៏ចេះតែរពឹសភ្នែកមើលនេះមើលនោះតាមប្រឡោះមួយដែលនៅចិញ្ចាំងនោះស្រាប់តែពេលនោះខ្ញុំបានឃើញស្រមោលខ្មៅមួយនៅឈរពីខាងក្រោមផ្ទះខ្ញុំឃើញច្បាស់ខ្លាំងមែនតើណាបងសម្លឹងមើលមកខ្ញុំភ្ញាក់ឲ្យព្រឺសម្បល់ពេញខ្លួនតែម្ដងឡើងសបែកគិនគក់ព្រឺពេញខ្លួនខ្ញុំព្យាយាមក្រឡេកមើលម្ដងទៀតស្រាប់តែមិនឃើញអ្វីសោះបែរជាឮសូរសំឡេងដូចជាមនុស្សដើរនៅពីខាងក្រោមផ្ទះទៅវិញហើយនៅខាងក្រោមផ្ទះហ្នឹងដោយសារតែវាមានស្លឹកឈើងាប់ច្រើនណោះពួកយើងអត់ទាន់បោះសម្អាតនោះទេខ្ញុំឮសូរសំឡេងក្រឹកគឺឮសូរដូចជាមនុស្សជន់ស្លឹកឈើអញ្ចឹងតែខ្ញុំខំគិតថាប្រហែលជាសត្វឆ្កែឬក៏កណ្ដុរអីវាដើរជន់ហើយប្រឹងបន្លប់ចិត្តខ្លួនឯងអញ្ចឹងណាហើយខ្ញុំមិនហ៊ានងាកមើលបន្តទៀតទេខ្ញុំកាន់តែភ័យបុកពោះបឹកប្រញាប់បត់ជើងទៅឲ្យរួចដើរយ៉ាងលឿនទៅគេងក្បែរពុកម៉ែវិញមិនហ៊ានសំបីតែងាកមើលក្រោយបាទសម្រាប់អ្នកដែលជួបហេតុការណ៍បែបហ្នឹងណាឬក៏ពួកយើងធ្លាប់ទៅបត់ជើងមានអារម្មណ៍បែបហ្នឹងណាប្រកាសជាយល់នៅសភាពបែបហ្នឹងថាប្រកាសថាគឺយើងអត់ហ៊ានងាកមើលអីផ្ដេសផ្ដាស់ទេអារម្មណ៍ចង់ឃើញប៉ុន្តែអត់ចង់ឃើញប្រកាសណាអ្នកទាំងអស់គ្នាយល់អារម្មណ៍ហ្នឹងទេខ្លាចខ្មោចតែចង់ឃើញខ្មោចតែបើសួរថាឲ្យចង់ឃើញមែនតើអត់ចម្លើយគឺថា no ហើយព្រឹកស្អែកឡើងអ៊ំស្រីម្ចាស់ផ្ទះក៏បានជួលមនុស្ស 2-3 នាក់មកកាប់ឆ្ការព្រៃនៅខាងមុខផ្ទះនិងរៀបចំជួសជុលកន្លែងណាដែលមានបាក់បែកឲ្យពួកយើងមួយចប់តែម្ដងណាប្លែកតែបន្ទប់ដាក់អីវ៉ាន់គឺគាត់មិនតន់រើចេញនោះទេគាត់ថាផ្ទះគាត់ចង្អៀតពេកចាំគាត់ទុកដាក់រួចរាល់សិនចាំមកយកអីវ៉ាន់នៅក្នុងបន្ទប់នោះចេញពេលនោះម៉ែនិងពុកខ្ញុំក៏ឆ្ងល់ដែរព្រោះតម្លៃផ្ទះនេះថោកសោះហេតុអ្វីបានជាអ៊ំស្រីម្ចាស់ផ្ទះមករៀបចំផ្ទះឲ្យពួកយើងរស់នៅបានយ៉ាងល្អយ៉ាងនេះទៅវិញតែពួកខ្ញុំក៏មិនបានគិតច្រើនដែរព្រោះសម័យនោះបានផ្ទះជួលស្អាតឲ្យតម្លៃថោកអញ្ចឹងដូចរើសបានកំណប់អញ្ចឹងក្រោយមកម៉ែរបស់ខ្ញុំក៏បានបញ្ចាំខ្សែករបស់គាត់នឹងចំនួនលុយសុទ្ធក្នុងកុងត្រាជួលផ្ទះរយៈពេលកន្លះឆ្នាំហើយខ្ញុំបានចុះឈ្មោះរៀនបន្តនៅសាលានៅក្នុងភូមិចិត្តនោះដោយពុកនៅតែរត់ឡានដដែលនឹងពីខេត្តកណ្ដាលទៅភ្នំពេញចំណែកឯម៉ែខ្ញុំវិញគាត់ធ្វើនំលក់និងលក់បាយនៅសាលារៀនដែលខ្ញុំរៀនផ្ទាល់តែម្ដងប៉ុន្តែរំលងបានប្រមាណជា2អាទិត្យក្រោយមកគ្រួសាររបស់ខ្ញុំក៏ចាប់ផ្ដើមបានជួបប្រទះនៅរឿងចម្លែកជាច្រើនជាបន្តបន្ទាប់នៅល្ងាចថ្ងៃមួយនៅពេលដែលខ្ញុំចេញពីរៀនគួរត្រៀមប្រឡងឆមាសលើកទី1នៅពេលនោះម៉ោងប្រហែល6ល្ងាចទៅហើយមិត្តភ័ក្តិរបស់ខ្ញុំក៏បបួលគ្នាទៅញ៉ាំអីបន្តិចចាំទៅផ្ទះពួកយើងក៏គិតថាទៅទិញដូងផឹកម្នាក់មួយទៅបានហើយរួចក៏អង្គុយនិយាយគ្នាលេងនៅក្រោមដើមពោធិ៍ក្រោយសាលាពួកម៉ែរបស់ខ្ញុំឲ្យតែនៅជុំគ្នាវាតែងតែចំអន់ខ្ញុំជាមួយនឹងសុណាដែលជាសិស្សស្រីរៀនជាមួយខ្ញុំហើយរាល់លើកខ្ញុំប្រកែកតែរហូតហ្នឹងហើយពួកគេក៏តបវិញថាមិនចាំបាច់លាក់ទេគ្រាន់តែមើលភ្នែកគេដឹងដល់ក្រយ៉ៅខ្ញុំទៅហើយខ្ញុំក៏លួចសាច់តិចហើយក៏និយាយតបវិញថាអញមិនហ៊ានស្រឡាញ់គេទេអើយអញក្រសឹងស្លាប់ហ្នឹងចិញ្ចឹមគេមិនរស់ទេពួកយើងក៏និយាយគ្នាលេងពីនេះពីនោះនាំគ្នាសើចពេញតែនឹងអញ្ចឹងទៅស្រាប់តែភ្លាមនោះខ្ញុំមានអារម្មណ៍ចេះតែរយកយូរទៅកាន់តែរយទៅអញ្ចឹងណាខ្ញុំក៏គិតថាប្រហែលជាខ្ញុំហត់នឿយពេកហើយខ្ញុំក៏លាពួកម៉ែរបស់ខ្ញុំសុំត្រឡប់ទៅផ្ទះមុនរៀបនឹងចេញមកហើយហ្នឹងសុកណាក៏ដើរមកពីចម្ងាយមកដល់ខ្ញុំក៏និយាយថាមិញនរណាគេឡើងជីកកខ្ញុំអូខែងមានគ្នា4នាក់អីមិនឥឡូវឃើញតែ3នាក់អញ្ចឹងនេះគឺជាសម្ដីរបស់សុកណាធ្វើឲ្យពួកយើងមើលមុខគ្នាមីងម៉ងហើយក៏តបថាលេងសើចមែនអត់ទេពួកយើងមកតែគ្នា3នាក់តាតាំងពីដើមមកហើយក៏អត់មាននរណាគេឡើងជីកកខ្ញុំដែរសុកណាឯងស្វាំងភ្នែកទៅដឹងសុកណាប្រកែកថាអត់ទេនាងឃើញច្បាស់ណាស់ទោះបីជានាងមើលពីចម្ងាយមែនតែនាងពិតជាបានឃើញមនុស្សម្នាក់ជិះពីលើកខ្ញុំមែនគេពាក់អាវសប៉ុន្តែខោឬក៏សម្ពត់ក៏មិនដឹងដែរសក់រាងខ្មៅហើយវែងបន្តិចកាន់តែស្ដាប់មិនដឹងជាយ៉ាងម៉េចពេលនោះពួកខ្ញុំបែរជានាំគ្នាសើចទៅវិញសុកណានាងអៀនពេកក៏រត់ចេញទៅបាត់ទៅខ្ញុំមិនបង្អង់យូរក៏បញ្ឆេះម៉ូតូជិះមកតាមនាងដែរហើយខ្ញុំក៏និយាយលួងនាងថាកុំដើរអីចាំខ្ញុំជូនទៅផ្ទះអីសុកណាក៏តបថាខំប្រាប់ហើយបែរជាមិននាំគ្នាសើចនាងទៅវិញចាំមើលថ្ងៃក្រោយចង់កើតអីក៏កើតទៅគ្មាននរណារវល់ទេហើយក៏នាងបែរមុខទៅវិញមុខឡើងក្រហមតែម្ដងតែចង់ប្រាប់ថាផ្ទះរបស់នាងនៅក្បែរសាលានេះទេអញ្ចឹងនាងក៏ឆ្លើយតបវិញថាផ្
តែគេនៅក្បែរសាលាទេគេមានជើងគេចេះដើរទៅខ្លួនឯងហើយគឺនាងនិយាយបែបខឹងអន់ចិត្តជាមួយខ្ញុំអញ្ចឹងណានិយាយរួចសុកណាក៏រត់ទៅបាត់ទៅខ្ញុំតបអីសឹងតែមិនតាន់ដោយគិតថាប្រហែលជានាងខឹងខ្លាំងហើយអញ្ចឹងទោះបីជាបកស្រាយយ៉ាងណាក៏មិនតាន់ដែរខ្ញុំក៏សម្រេចចិត្តត្រឡប់បកម៉ូតូទៅផ្ទះវិញសិនទៅចាំស្អែកចាំទៅសុំទោសនាងពេលជិះម៉ូតូមកដល់ផ្ទះវិញម៉ោងប្រហែល 7 យប់ទៅហើយពេលនោះភ្លើងម៉ូតូរបស់ខ្ញុំក៏បានបែកបញ្ចាំងទៅចំជណ្ដើរផ្ទះស្រាប់តែខ្ញុំហាក់បីដូចជាឃើញមនុស្សប្រុសម្នាក់ឈរអោនមុខនៅមុខកម្មជណ្ដើរតែម្ដងភ្លាមនោះខ្ញុំភ័យណាស់ភ្ញាក់ឲ្យព្រឹកឈប់ម៉ូតូងក់យកដៃញីភ្នែកព្រោះខ្លាចខ្លួនឯងនឹងស្រវាំងភ្នែកតែក្រោយពីញីភ្នែករួចខ្ញុំក៏មិនបានឃើញស្រមោលមនុស្សម្នាក់នោះទៀតដែរថ្ងៃនោះពុកនិងម៉ែបានទៅបុណ្យសពអ្នកនៅក្នុងភូមិទើបផ្ទះខ្ញុំងងឹតគ្មានអ្នកបើកភ្លើងខ្ញុំឈប់ភ័យបន្តិចហើយក៏បើកទ្វាររបងចូលផ្ទះបើកភ្លើងតាមធម្មតានឹងមិនបាននិយាយប្រាប់រឿងនោះទៅដល់ពុកម៉ែទេខ្លាចគាត់ថាខ្ញុំចេះតែនិយាយផ្ដេសផ្ដាស់អញ្ចឹងចូលដល់ក្នុងផ្ទះខ្ញុំក៏រៀបចំខ្លួនដើម្បីងូតទឹករងចាំពុកម៉ែត្រឡប់មកវិញនឹងអាចញ៉ាំបាយជុំគ្នាចម្លែកណាស់ពេលនោះខ្ញុំមានអារម្មណ៍ថាមានមនុស្សនៅក្បែរខ្លួនខ្ញុំដើរតាមជានិច្ចតែម្ដងខ្ញុំឮសូរដង្ហើមរបស់គេវាមិនច្បាស់ពេកទេប៉ុន្តែជួនឮជួនអត់អញ្ចឹងពេលចូលងូតទឹកខ្ញុំក៏កក់សក់ស្រាប់តែខ្ញុំឮសូរសំឡេងដង្ហើមនោះកាន់តែច្បាស់ទៅលើកនេះខ្ញុំឮច្បាស់ខ្លាំងមែនទែនខ្ញុំភ័យណាស់តែខ្ញុំមិនហ៊ានបើកភ្នែកនោះទេព្រោះខ្លាចសាប៊ូនឹងហូរចូលភ្នែកបញ្ញាប់ចាក់ទឹកលាងសក់យ៉ាងលឿនបើកភ្នែកមកវិញខ្ញុំប្រឹងមើលជុំវិញខ្លួនតែអត់ឃើញអ្វីសោះតែបេះដូងខ្ញុំនៅបុកឌឹបនៅឡើយស្រាប់តែខ្ញុំបានឮសូរសំឡេងមនុស្សនិយាយគ្នានៅក្រោមផ្ទះខ្ញុំគិតថាប្រហែលជាពុកម៉ែមកវិញហើយខ្ញុំក៏ហៅថាពុកម៉ែមកវិញហើយមែនស្ងាត់ជ្រាបស្ងាត់ជ្រងំតែម្ដងខ្ញុំក៏ហៅម្ដងទៀតពុកម៉ែមកវិញមែនខ្ញុំហៅពីរដងហើយនៅតែអត់មានអ្នកឆ្លើយខ្ញុំក៏ស្រែកបណ្ដើរដើរទៅមើលខាងក្រោមផ្ទះបណ្ដើរព្រោះសំឡេងសន្តានានោះគឺទំនងចេញពីមុខបន្ទប់ថ្មដាក់អីវ៉ាន់ក្រោមផ្ទះទៅដល់ខ្ញុំអត់ឃើញអ្នកណាគេសោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលមែនទែនហើយក៏ចាប់ផ្ដើមរំលឹកពីសម្ដីរបស់សុកណាប្រាប់ខ្ញុំថានាងបានឃើញនរណាគេជិះពីលើកខ្ញុំហើយខ្ញុំរយកឲ្យចង់បាក់កាពីល្ងាចថែមទាំងមកដល់ឃើញបរោះឈោអោនមុខនៅកម្មចិន្តាហើយនឹងជួបសម្លេងចម្លែកបែបនេះទៀតខ្ញុំក៏ប្រញាប់ស្លៀកពាក់ទៅអង្គុយចាំពុកម៉ែនៅតូបគេលក់សាំងនៅលើផ្លូវធំខាងមុខវិញមិនហ៊ាននៅផ្ទះម្នាក់ឯងទេខ្ញុំច្បាស់ណាស់ថាផ្ទះនេះប្រកាសជាមានអ្វីកើតឡើងហើយខ្លួនខ្ញុំឡើងក្តៅពេលនោះពេលពុកម៉ែមកដល់វិញខ្ញុំបានប្រាប់ពួកគាត់ពីរឿងដែលខ្ញុំបានជួបទាំងអស់តាំងពីក្បាលល្ងាចតែខឹងណាស់ពួកគាត់មិនជឿខ្ញុំទេពួកគាត់គិតថាប្រហែលជាខ្ញុំនឹងឈឺក្តៅខ្លួនរវើរវាយឃើញនេះឃើញនោះផ្ដេសផ្ដាស់ទៅវិញរំលងបានប្រហែលជា3ថ្ងៃក្រោយមកខ្ញុំក៏បានបបួលមិត្តភ័ក្តិនៅសាលារៀន6-7 នាក់មកធ្វើបុកលហុងចាក់បញ្ឆៅនៅផ្ទះរបស់ខ្ញុំថ្ងៃនោះសុកណានាងក៏មកដែរក្រាស់របស់គេសុកណានិងមិត្តរបស់ខ្ញុំស្រី2 នាក់ទៀតបាននាំគ្នាចិត្តលហុងនៅក្នុងផ្ទះបាយពេលនោះពួកខ្ញុំប្រុសក៏អង្គុយនិយាយគ្នាលេងនៅខាងមុខផ្ទះនៅសុកណាក៏ស្រែកថាជួយផងខ្មៃឡងដោយពេលនោះនាងរត់ចេញពីក្នុងផ្ទះបាយមកយ៉ាងត្រដាប់ត្រដួសពួកខ្ញុំក៏រត់ចូលទៅតាមនាងហើយក៏នាំគ្នារត់ទៅមើលផ្ទះបាយពុកម៉ែរបស់ខ្ញុំក៏បានរត់ចុះពីលើផ្ទះមកដែរចង់ដឹងថាមានរឿងអ្វីកើតឡើងនៅពេលដែលទៅដល់ក៏ឃើញសុកណាអង្គុយក្បែរទ្វារចង្ក្រានបាយដៃកាន់អង្រែបុកលហុងខ្ទប់មុខគិតតែពីស្រែកជួយផងសុកណានាងក៏បានប្រាប់ទាំងភ័យញ័រមាត់ថានៅពេលដែលនាងកំពុងតែរៀបបុកលហុងហ្នឹងនាងបានប្រាប់ឲ្យមិត្តភ័ក្តិរបស់ខ្ញុំ2 នាក់ទៀតឡើងទៅលើផ្ទះរៀបចំកន្លែងញ៉ាំអីឲ្យហើយទៅចាំនាងជាអ្នកបុកលហុងក៏បានដែរព្រោះជាជំនាញរបស់នាងស្រាប់ហើយពេលគេទៅអស់នាងក៏បុកលហុងបណ្ដើរភ្នែកក្រឡេកមើលនេះមើលនោះបណ្ដើរស្រាប់តែនាងបានឃើញចាននៅលើគ្រែរង្គើហើយចល័តទៅចល័តមកដោយខ្លួនឯងនាងគិតថាមកពីនាងបុកលហុងទើបចាននោះរង្គើទៅមកនាងក៏សាក់ឈប់បុកស្រាប់តែបានឮសូរសំឡេងមនុស្សប្រុសម្នាក់និយាយខ្លាំងដាក់ត្រចៀកនាងថាអញឃ្លាននាងស្មានតែជាសំឡេងខ្ញុំតែដល់ពេលក្រឡេកមើលទៅខាងក្រោយអត់មាននរណាគេសោះនាងក៏បន្តបុកលហុងបន្តទៀតតែលើកទី2នេះគឺនាងឮច្បាស់ខ្លាំងតែម្ដងគេនិយាយថាអញស៊ីផងហើយនាងក៏ស្រែកយកតែម្ដងពុកនិងម៉ែរបស់ខ្ញុំបានឮហើយក៏មើលមុខគ្នាហើយពួកគាត់ក៏ក្រឡេកមើលមុខខ្ញុំដំណាលគ្នាតែម្ដងពួកគាត់បានត្រឹមតែលួងលោមចិត្តសុកណាដោយប្រាប់ថាប្រហែលជានាងស្រវាំងភ្នែកហើយព្រោះគ្មានខ្មោចឯណាចេញមកឡងទាំងថ្ងៃអញ្ចឹងទេក្រោយមក
មិត្តរបស់ខ្ញុំក៏បានប្រញាប់លាទៅផ្ទះវិញទាំងតក់ក្រហល់ទាំងអស់គ្នាតែម្ដងណាគឺពួកយើងអស់អារម្មណ៍សប្បាយរលីងចំណែកឯខ្ញុំវិញពេលនោះចាប់ផ្ដើមគិតនៅក្នុងចិត្តហើយថាផ្ទះនេះប្រកាសជាមានខ្មោចព្រោះថ្ងៃមុនខ្ញុំក៏បានឃើញដែរមិនបងអង្គយូរខ្ញុំក៏បាននិយាយរឿងនេះប្រាប់ពុកម៉ែគាត់ក៏ថាគ្មានអ្វីទេកូនបើមានខ្មោចមែនណាគេចេញមកឡងយើងយូរហើយពុកនិងម៉ែក៏មិនដែលជួបអ្វីប្លែកៗដែរនិយាយទៅពុកម៉ែរបស់ខ្ញុំគឺរឹងមែនតែម្ដងគាត់នៅតែមិនជឿព្រោះពួកគាត់មិនដែលជួបផ្ទាល់ភ្នែកអញ្ចឹងណាទាំងដែលពួកគាត់នៅផ្ទះនឹងផ្ទាល់អញ្ចឹងវាសមហេតុសមផលដែរបាទរឿងខ្មោចនេះមួយគឺបងប្អូនមិនអាចខឹងអ្នកណាគេបានទាំងអស់ដោយសារតែអ្នកជឿនៅតែជឿអ្នកដែលមិនជឿនៅតែមិនជឿហើយអ្នកដែលមិនជឿហ្នឹងណាទោះបីជាយើងអូសគាត់បៀមព្រះទៅស្បត់ក៏អត់ជឿដែរលុះត្រាតែគាត់ហ្នឹងបានជួបផ្ទាល់អញ្ចឹងបានគេថាមិនជឿកុំប្រមាទរំលងបាន2ថ្ងៃពេលនោះប្រហែលជាម៉ោង9យប់ឮសូរតែចង្រិតយំលីឡំជាមួយនឹងសម្លេងទូរទស្សន៍ខាងក្រោមផ្ទះដែលពុកខ្ញុំមើលប្រដាល់ខ្ញុំនៅលើផ្ទះជាមួយនឹងម៉ែពួកយើងបាននិយាយគ្នាលេងពីនេះពីនោះស្រាប់តែពួកយើងបានឮសូរសម្លេងពុករបស់ខ្ញុំស្រែកពីខាងក្រោមយ៉ាងខ្លាំងអូយខ្ញុំឮបែបហ្នឹងភ្លាមទាំងខ្ញុំទាំងម៉ែដែលគេងនៅខាងលើផ្ទះក៏ស្ទុះចុះមកខាងក្រោមម៉ែរបស់ខ្ញុំក៏សួរពុកថាឯងមានរឿងអីពេលនោះពុកក៏បានប្រាប់ថាពេលគាត់កំពុងតែអង្គុយមើលទូរទស្សន៍កម្មវិធីប្រដាល់ហ្នឹងនៅជន់ខាងក្រោមផ្ទះសុកគាត់ក៏ឃើញប៉ៅអ៊ីរង្គើលន់លឺសូងឺតដូចជាមានមនុស្សអង្គុយអញ្ចឹងអូហើយសុកកង្ហាលនៅជាប់ជញ្ជាំងក៏បើកដោយខ្លួនឯងដឹងថាមិនស្រួលហើយក្រោយមកពុករបស់ខ្ញុំក៏ធ្វើសញ្ញាថាកុំមាត់នាំគ្នាឡើងទៅគេងលើផ្ទះទាំងអស់គ្នាទៅហាក់ដូចជាគាត់ជឿហើយថានៅក្នុងផ្ទះនេះច្បាស់ជាមានព្រលឹងវិញ្ញាណពួកអមនុស្សរស់នៅហើយយប់នោះពួកយើងគ្មាននរណាគេម្នាក់ហ៊ានគេងបិទភ្នែកនោះទេបើកភ្នែកបិទភ្នែកឆ្លាស់គ្នារហូតដល់ព្រឹកតែម្ដងព្រឹកថ្ងៃបន្ទាប់ពុកនិងម៉ែរបស់ខ្ញុំក៏ធ្វើចង្ហាន់មួយស្រាក់យកទៅប្រគេនព្រះសង្ឃនៅវត្តបំណងឧទ្ទិសផលបុណ្យឲ្យដល់វិញ្ញាណដែលពួកយើងបានឃើញហើយពួកគាត់ក៏ចេញទៅធ្វើការតាមធម្មតាដោយគិតថាអត់អីហើយថ្ងៃនោះម៉ោងប្រហែលជា6កន្លះល្ងាចបន្ទាប់ពីមកពីលក់ដូរវិញម៉ែក៏ទៅងូតទឹកពីងខាងក្រោយផ្ទះតែបន្តិចក្រោយមកគាត់ក៏ឈប់ងូតហើយប្រញាប់ដើរចូលមកក្នុងផ្ទះវិញយ៉ាងលឿនដោយគាត់បាននិយាយប្រាប់ខ្ញុំនិងពុកថាពេលដែលគាត់រៀបចំងូតទឹកហ្នឹងគាត់បានឮសូរសំឡេងដូចមនុស្សកំពុងតែឆងូតទឹកចាក់ទឹកឆនៅក្បែរខ្លួនគាត់អញ្ចឹងពេលដែលគាត់ឈប់ចាក់គេក៏ឈប់ចាក់ពេលដែលគាត់ចាប់ចាក់ទឹកគេក៏ចាក់ដែរឮហើយគឺគាត់ព្រឺឆ្អឹងខ្នងខ្លាំងមែនទែនហើយខ្ញុំវិញព្រឺឆ្អឹងខ្នងខ្ញាក់លែងហ៊ានចេញទៅងូតទឹកតាមពីក្រោយគាត់បដ ாய் សុកចិត្តដេកទាំងខ្លួនស្អុយម៉ែរបស់ខ្ញុំក៏គាត់និយាយថាការធ្វើបិណ្ឌបងស្គររបស់យើងនឹងប្រហែលជាអត់ទៅដល់គេទេតែយើងក៏ធ្វើមិនទៅពុកខ្ញុំក៏តបថាចាំគាត់ព្យាយាមសួរអ្នកចិត្តខាងមើលក្រែងលោកគេដឹងរឿងខ្លះបន្ទាប់មកទៀតខ្ញុំចាំថាយប់នោះពួកយើងចង់មុងគេងនៅកណ្ដាលផ្ទះជុំគ្នាតែម្ដងព្រោះខ្ញុំខ្លាចខ្លាំងមិនហ៊ានគេងម្នាក់ឯងនោះទេពុកនិយាយថាគាត់ទ្រាំលេងបានហើយគាត់នឹងទៅសួរម្ចាស់ផ្ទះឲ្យណាននៃតែម្ដងថាមានរឿងអីកើតឡើងតែនៅយប់នោះរហូតដល់ម៉ោង1កន្លះស្រាប់តែខ្ញុំបានឮសូរសំឡេងសើចកក្អឹករបស់ក្មេងស្រីម្នាក់ខ្ញុំចាំច្បាស់ណាស់ថានោះគឺជាសំឡេងក្មេងស្រីក្រោយមកក៏ឮសូរសំឡេងកូនក្មេងរត់លេងនៅលើដំបូលផ្ទះតែម្ដងខ្ញុំឮលាន់ឡើងពេញត្រចៀកខ្ញុំខំបិទភ្នែកមិនហ៊ានបើកនោះទេតែខ្ញុំឮពេញត្រចៀកឌឹបបន្ទាប់មកខ្ញុំទ្រាំមិនបានក៏បើកភ្នែកក្រឡេកមើលទៅពុកម៉ែអត់ឃើញពុកម៉ែទេខ្ញុំភ័យណាស់ស្រាប់តែខ្ញុំឃើញបុរសម្នាក់និងមនុស្សស្រីម្នាក់ព្រមជាមួយនឹងក្មេងស្រីម្នាក់ពួកគេស្លៀកខ្មៅទាំងអស់បង្ហាញខ្លួនឆោអោនមុខចុះនៅសសរកណ្ដាលផ្ទះតែម្ដងភ្នែករបស់ពួកគេឡើងខៀវមុខរលួយរលេះមើលមិនយល់នោះទេសរសេរមកដល់ត្រឹមនេះខ្ញុំបុកពួបបឹបតែម្ដងបងអើយព្រោះតាំងពីកើតមកគ្មានអ្វីគួរឲ្យខ្លាចជាងទស្សនវិជ្ជាដែលខ្ញុំឃើញនោះទេបងអើយពុកម៉ែរបស់ខ្ញុំមិនដឹងបាត់ទៅណាសុកទុកឲ្យខ្ញុំគេងនៅតែឯងខ្ញុំខំបិទភ្នែកសូត្រធម៌និមោតសៈនឹងធម៌ដែលខ្ញុំចេះទាំងអំបាម៉ានគឺខ្ញុំសូត្រចេញមកទាំងអស់ហើយក៏រត់ត្បល់ចូលទៅក្នុងភួយវិញតែអត់កើតសោះពេលនោះដៃខ្ញុំនឹងជើងខ្ញុំរឹងអស់រលីងហើយពួកគេចេះតែរំកិលចុះមកបន្តិចម្ដងមករកខ្ញុំបែកញើសពេញខ្លួនជោគភ្នែករបស់ខ្ញុំក៏រលេចទៅមើលខ្មោចស្រីនោះហាក់ដូចជាគាត់ចង់និយាយអ្វីមកកាន់ខ្ញុំអញ្ចឹងតែខ្ញុំអត់ច្បាស់ទេហើយក៏ប្រឹងអត់ដង្ហើមរហូតដល់សន្លត់គេងលុបពីពេលណាក៏មិនដឹងផងភ្ញាក់ដឹងខ្លួនឡើងម្ដងទៀតក៏ភ្លឺបាត់ទៅហើយ
ខ្ញុំមិនដឹងខ្លួនសោះថាប្រយុទ្ធមិញខ្ញុំគេងលក់តាំងពីស្មាណាពេលនោះខ្ញុំខ្លាចពេករហូតដល់គេងលក់ផងក៏មិនដឹងភ្ញាក់ឡើងខ្ញុំក៏ប្រញាប់ចុះទៅខាងក្រោមផ្ទះរកពុករកម៉ែក៏ឃើញពួកគាត់កំពុងតែហូបបបរពួកគាត់មិនដឹងអីនោះទេខ្ញុំក៏រត់ទៅអោបពួកគាត់ប្រាប់ថាសូមឲ្យពុកទេទៅរកអ៊ំស្រីម្ចាស់ផ្ទះនោះទៅថាតើផ្ទះនេះធ្លាប់មានមនុស្សស្លាប់អត់ខ្ញុំទ្រាំលេងបានហើយហេតុអ្វីបានជាមានប្រលឹងខ្មោចនៅតែវល់មិនទៅចាប់ជាតិសោះអញ្ចឹងពុកខ្ញុំក៏ដាក់ស្លាបព្រាបបរចុះហើយក៏យល់ស្របនឹងយោបល់ខ្ញុំដែរព្រោះគាត់ក៏គិតតាំងពីយប់ជាមួយនឹងម៉ែរួចហើយថាព្រឹកនេះគាត់នឹងខលទៅរកអ៊ំស្រីម្ចាស់ផ្ទះដើម្បីសួរនាំពីប្រវត្តិផ្ទះជួលដែលមានតម្លៃថោកមួយនេះពេលខលទៅភ្លាមអ៊ំស្រីនោះក៏មកដល់ផ្ទះយើងភ្លាមដំបូងដឹងអត់គាត់ប្រកែកថាផ្ទះគាត់គ្មានរឿងអីកើតឡើងទេគឺជាផ្ទះធម្មតាតើតែពុកខ្ញុំគម្រាមថាបើមិននិយាយការពិតតាក់ទងនឹងប្រវត្តិផ្ទះនេះទេពួកខ្ញុំនឹងរើចេញមុនកងត្រាជាជាពំខាននិយាយចុះនិយាយឡើងទើបអ៊ំស្រីនោះដាច់ចិត្តព្រមប្រាប់ការពិតថាការពិតទៅផ្ទះនេះគឺជាផ្ទះរបស់កូនប្រុសបង្កើតរបស់គាត់ហើយគេបានស្លាប់កាលពី5ឆ្នាំមុនពោលគឺនៅក្នុងអំឡុងឆ្នាំ2005ហើយការស្លាប់របស់កូនគាត់គឺដោយសារតែត្រូវអំពើគេដំបូងពួកគាត់មិនបានចាប់អារម្មណ៍ទេគិតថាជាការស្លាប់ធម្មតាតែក្រោយមករំលងមិនបានមួយអាទិត្យផងទាំងប្រពន្ធនិងកូនស្រីរបស់គេអាយុ5ឆ្នាំក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពីរនាក់ទៅតាមគ្នាតែម្ដងគឺត្រឹមតែមួយអាទិត្យតែប៉ុណ្ណោះអ៊ំស្រីមានអារម្មណ៍ថាចម្លែកខ្លាំងមែនទែនគាត់ក៏បន្តទៀតថាគាត់ក៏បានទៅរកគ្រូបញ្ជាន់រូបដើម្បីមើលអញ្ចឹងទើបគាត់ដឹងថាការពិតមិនមែនជាការស្លាប់ចៃដន្យនោះទេដែលគុំប្រសាស្រីនិងចៅស្រីរបស់គាត់ជួបគ្រោះថ្នាក់តែមកពីគេដែលជាអ្នកខាប់ប្រលឹងកូនប្រុសរបស់គាត់ហ្នឹងបានបញ្ជាឲ្យទៅខាប់យកប្រពន្ធហើយនឹងកូនរបស់ខ្លួនឲ្យមកនៅជាមួយតែម្ដងព្រោះគេខឹងខ្លាំងពេកដោយសារតែកូនប្រុសរបស់គាត់ហ្នឹងជាអ្នកលក់ដូរបោះដុំអីវ៉ាន់ទូទៅនៅក្នុងផ្សារមួយហើយមានទុកបញ្ឈិតគ្នាតែបន្តិចគេចំណែនយើងគេឃើញយើងមានម៉ួយច្រើនជាងលក់ដាច់ជាងហើយម្យ៉ាងក៏ធ្លាប់មានរឿងតសម្ដីតិចតួចជាមួយគ្នាស្រាប់គឺរឿងដណ្ដើមមួយគ្នានឹងឯងដោយសារតែម៉ួយចាស់របស់គេហ្នឹងបែកចិត្តមកទិញកូនប្រុសរបស់គាត់វិញអញ្ចឹងធ្វើឲ្យគេគិតថាកូនប្រុសរបស់គាត់ហ្នឹងនិយាយដើមគេផ្ដេសផ្ដាស់ទើបម៉ួយរបស់គេហ្នឹងបែកចិត្តគេក៏កើតកំណត់អាក្រក់ធ្វើបែបនេះទៅនៅពេលដែលអ៊ំស្រីនោះដឹងហើយគាត់ឈឺចិត្តណាស់តែគាត់មិនចង់ជាប់កម្មពៀជាមួយគេដល់ជាតិក្រោយសូមឲ្យគេទទួលកម្មពៀដែលគេសាំងដោយខ្លួនឯងអញ្ចឹងទើបគាត់សូមឲ្យគ្រូនោះជួយរំដោះតែប្រលឹងកូនប្រុសនិងកូនប្រសាគ្រូសារបស់គេនឹងឲ្យត្រឡប់មកនៅក្នុងធាតុរបស់គេវិញទៅបានហើយពុកខ្ញុំស្ដាប់ហើយគាត់ហួសចិត្តខ្លាំងមែនតែគាត់នៅតែសង្ស័យហេតុអ្វីបានជាអ៊ំស្រីនោះភាកច្រើនណានិយាយសរសើរពីកូនប្រុសរបស់គាត់រហូតគាត់និយាយទៅរៀបរាប់ទៅមកសឹងតែ98ទៅ99%ទៅហើយនិយាយតែពីកូនប្រុសរបស់គាត់ពូកែយ៉ាងម៉េចល្អយ៉ាងម៉េចសុភាពយ៉ាងម៉េចស្រឡាញ់គ្រួសារយ៉ាងម៉េចអញ្ចឹងណាតែចំពោះកូនប្រសានិងចៅរបស់គាត់វិញគាត់និយាយមិនដល់5%ផងហើយអ៊ំស្រីនោះបន្តទៀតថាកូនប្រុសរបស់គាត់ស្រឡាញ់ផ្ទះនេះណាព្រោះកូនប្រុសរបស់គាត់គឺជាអ្នកសាងសង់ផ្ទះមួយខ្នងនេះដោយផ្ទាល់ដៃក្រោយពេលដែលពួកគេរៀបការរួចដែលរឹតតែហួសចិត្តជាងនេះទៅទៀតនោះគឺថានៅក្នុងបន្ទប់ដែលគាត់ចាក់សោជាប់នោះគឺមានធាតុកូនប្រសាស្រីរបស់គាត់ដាក់តម្កល់នៅទីនោះអូបានន័យថាពួកគាត់នៅជាមួយនឹងធាតុខ្មោចតាំងពីដើមហើយអញ្ចឹងបានចេះតែឃើញនេះឃើញនោះអញ្ចឹងហើយបានថាអ្នកទាំងអស់គ្នាពេលដែលទៅជួបផ្ទះឬក៏ជួបបន្ទប់អីមួយសូមឲ្យប្រយ័ត្នប្រយែងស៊ើបសួរច្បាស់លាស់ចឹងណាឃើញទេចូលនៅតាំងពីដើមមកអត់ដឹងថាមានធាតុខ្មោចនៅក្រោមផ្ទះទីបំផុតទើបយើងដឹងថាហេតុអីគាត់និយាយពីកូនប្រសារបស់គាត់តិចម្លេះព្រោះការនៅរស់គាត់មិនពេញចិត្តនឹងកូនប្រសាស្រីរបស់គាត់នោះទេគាត់មិនចង់ឲ្យប្រលឹងកូនប្រុសរបស់គាត់និងកូនប្រសារបស់គាត់នឹងនៅជាមួយគ្នានោះទេដោយគាត់យកធាតុកូនប្រុសរបស់គាត់និងចៅស្រីរបស់គាត់នឹងយកទៅតម្កល់នៅវត្តក្នុងភូមិដូចរាល់លើកលែងតែធាតុកូនប្រសាស្រីរបស់គាត់តែប៉ុណ្ណោះដែលគាត់ទុកចោលនៅក្នុងបន្ទប់នោះជាយូរឆ្នាំមកហើយអូ my god និយាយដល់ចំណុចនេះម៉ែខ្ញុំក៏និយាយកាត់គាត់ថាមិនប្រាប់ពួកខ្ញុំឲ្យដឹងផងតាំងពីដំបូងទុកឲ្យពួកខ្ញុំរស់នៅផ្ទះរួមគ្នាជាមួយនឹងធាតុខ្មោចកូនប្រសាស្រីរបស់គាត់ទៅកើតម៉ែថារួចអ៊ំស្រីម្ចាស់ផ្ទះនោះក៏សុំទោសយើងឡើងញ័រមាត់ហ្មងហើយគាត់ប្រាប់ថាកុំឲ្យពួកខ្ញុំនឹងរករឿងគាត់ឬក៏និយាយលេចលឺទៅខាងក្រៅបន្តទៀតអីចំណែកឯថ្លៃជួបផ្ទះបងមុនទាំងប៉ុន្មានគាត់សងឲ្យពួកយើងគ្រប់ចំនួនតែម្ដងទន្ទឹមនឹងនោះពុកខ្ញុំក៏បានសួរថាអមើយហេតុអីក៏អ៊ំចិត្តដាច់ម្លេះចំពោះកូនប្រសាស្រីរបស់ខ្លួនឯងមនុស្សស្លាប់បាត់ទៅហើយធ្វើបាបប្រលឹងគ្នាបន្តទៀតធ្វើអីទោះកាលនៅរស់ស្អប់គ្នាប៉ុណ្ណាក៏ដោយសូមពេលគ្នាស្លាប់ទៅហើយនឹងធ្វើអំពើល្អជាមួយគ្នាផងទៅអញ្ចឹងតើបានប្រលឹងអ្នកទាំង3មិនបានទៅចាប់ជាតិ
ព្រោះប្តីនឹងកូនគេនៅអាឡោះអាឡៃវិញ្ញាណប្រពន្ធនឹងម្ដាយរបស់គេនៅចាំផ្ទះតែឯងអញ្ចឹងណាខ្ញុំក៏ថាយុគមិញហ្នឹងប្រហែលជាប្រលឹងខ្មោចទាំង3នាក់ឪពុកម្ដាយកូននឹងឯងពួកគាត់សប្បាយចិត្តនៅពេលដែលម៉ែហើយនឹងពុកខ្ញុំទៅធ្វើបន់ដល់វត្តទើបជាបង្ហាញខ្លួនឲ្យខ្ញុំឃើញបែបនេះបន្ទាប់មកទៀតពុកក៏បាននិយាយណែនាំអ៊ំស្រីម្ចាស់ផ្ទះឲ្យឧស្សាហ៍ទៅធ្វើបន់ឲ្យកូននិងនិមន្តព្រះសង្ឃមកសុទ្ធមន្តនៅផ្ទះនេះដើម្បីបញ្ជូនវិញ្ញាណពួកគេនឹងឲ្យទៅចាប់ជាតិនៅក្នុងភពមួយដ៏ប្រសើរអញ្ចឹងណាអ៊ំស្រីនោះក៏ថារាប់ឆ្នាំហើយគាត់តែងតែទៅវត្តធ្វើបន់ឲ្យកូនប្រុសគាត់និងចៅគាត់មិនដែលខានទេលើកលែងតែគុំប្រសាគាត់តែប៉ុណ្ណោះដែលគាត់មិនដែលនឹកនាធ្វើបន់ឧទ្ទិសកុសលទៅឲ្យហើយម្យ៉ាងគាត់គឺជាក្មេងកំព្រាទៀតអញ្ចឹងបើអត់ពីម្ដាយក្មេកមាននរណាគេធ្វើបន់ឧទ្ទិសឲ្យអ្នកទាំងអស់គ្នាសាក់សម័យមើលគួរអាណិតខ្លាំងមែនទែនគាត់ថាកាលនោះគាត់ស្អប់គុំប្រសារបស់គាត់ដោយសារតែនាងគឺជានារីឡង់សេស្រាបៀធ្វើការដាច់យប់ជួបមនុស្សប្រុសច្រើនមិនរើសមុខហើយនឹងជាកូនកំព្រាគ្មានទ្រព្យសម្បត្តិជាប់ខ្លួនទៀតគាត់ប្រឹងហាមកូនប្រុសគាត់តែកូនប្រុសគាត់មិនស្ដាប់មានតែបណ្ដោយឲ្យរៀបការទាំងដែលគាត់នឹងជំទាស់យ៉ាងខ្លាំងអញ្ចឹងទៅប៉ុន្តែពេលដែលបានស្ដាប់ការណែនាំពីពុកអ៊ំស្រីនោះក៏រៀងទន់ចិត្តបន្តិចដែរគាត់ថាឆ្នាំនេះគាត់នឹងធ្វើបន់ឲ្យកូនប្រសាដែរហើយនឹងនាំយកធាតុចេញពីផ្ទះនេះទៅដាក់រួមគ្នាជាមួយនឹងធាតុកូនប្រុសនិងចៅស្រីរបស់គាត់នៅឯវត្តដែរហើយកន្លងមកក៏មានអ្នកភូមិជាច្រើនដែរឧស្សាហ៍បានឃើញប្រលឹងខ្មោចកូនប្រុសកូនប្រសានិងចៅស្រីរបស់គាត់នៅក្នុងផ្ទះនេះនឹងគ្មាននរណាគេម្នាក់ហ៊ានមកជួបស្នាក់នៅនោះឡើយទើបតែមានគ្រួសារខ្ញុំនឹងឯងដែលមិនដែលដឹងពីប្រវត្តិផ្ទះនេះហ៊ានមកជួបផ្ទះនេះរស់នៅជាលើកទី1ទើបគាត់ដាក់ថ្លៃជួបឲ្យថោកបែបនេះអូអ្នកទាំងអស់គ្នាហើយមិនគ្រាន់តែគ្នាជានារីឡង់សេស្រាបៀចាំបាច់រើសអើងគ្នាដល់ថ្នាក់នឹងការងារណាក៏ដោយក៏គ្នាធ្វើដោយសុចរិតអត់ឆក់អត់លួចអត់ប្លន់អត់ធ្វើបាបអ្នកដទៃមិនមែនជាអំពើខុសច្បាប់តាមពិតត្រូវតែសើពួកគាត់ណាព្រោះអីការងារទាំងអស់ហ្នឹងគឺត្រូវការប្រើប្រាស់ផ្លូវចិត្តខ្លាំងមែនតើត្រូវប្រើប្រាស់សុវត្ថិភាពតខ្លួនដែលជាមនុស្សស្រីហ្នឹងណាទៅធ្វើការងារទាំងអស់ហ្នឹងណាអ្នកទាំងអស់គ្នាអញ្ចឹងអូខេវាមានមុំមួយដែលយើងអាចមើលទៅឃើញមនុស្សមួយចំនួនធ្វើខ្លួនមិនល្អទើបធ្វើឲ្យគេហ្នឹងម៉ៃដោយទាំងមនុស្សល្អអញ្ចឹងដូចគេនិយាយថាត្រីមកកត្រកស្អុយមួយស្អុយទាំងអស់អញ្ចឹងណាអ្នកទាំងអស់គ្នាតែការពិតទៅការងារណាក៏ដោយក៏មានមនុស្សល្អនិងមនុស្សមិនល្អដែរយើងអាចកាត់សេចក្តីថាគេហ្នឹងមនុស្សមិនល្អដោយសារតែការងារដែលគេធ្វើបាននោះទេហើយម្យ៉ាងវិញទៀតវារៀងជ្រុលដែរដោយសារតែគាត់បានបាត់បង់ជីវិតទៅហើយហេតុអីនៅចងកម្មចងពៀបំបែកគេពីគ្រួសាររបស់គេទៀតហើយនេះបំបែកទាំងប្តីបំបែកទាំងកូនគេហ្មងណារឿងអីគេស្ងប់ចិត្តហើយទៅចាប់ជាតិហើយទោះបីជាប្តីហើយនឹងកូននោះបានទៅនៅកន្លែងមួយដែលល្អប្រសើរមែនប៉ុន្តែគេនៅនឹកប្រពន្ធគេនៅនឹកម្ដាយគេអញ្ចឹងគេក៏អត់ព្រមទៅចាប់ជាតិដូចគ្នាធ្វើឲ្យទាំងកូនទាំងប្តីទាំងប្រពន្ធនៅវិលវល់បែបនឹងឯងរឿងនេះគឺចម្លែកខ្លាំងមែនទែនអត់ដែលលើពីមុនមកទេអ្នកទាំងអស់គ្នាសាហាវខ្លាំងមែនទែនលើកទី1ដែលខ្ញុំធ្លាប់បានស្ដាប់ហើយនឹងបានអានរឿងបែបនេះចម្លែកខ្លាំងមែនទែនហ្មងណាបន្ទាប់មកទៀតពុកនិងម៉ែក៏សម្រេចចិត្តថាពួកយើងមិនអាចនៅផ្ទះនេះបន្តទៀតបាននោះទេពួកយើងនឹងរើចេញពីផ្ទះនោះទោះបីជាអ៊ំស្រីនោះអង្វរកយ៉ាងណាក៏ដោយព្រោះម៉ែថាខ្លាចខ្ញុំខ្លាចព្រោះពេលនោះខ្ញុំនៅក្មេងខ្ចីនិងវ័យកំពុងតែពេញរៀនផងក្រោយពេលពីរើចេញពីផ្ទះនោះពួកយើងក៏បានទៅជួលដីចំការអ្នកភូមិមួយទៀតធ្វើកូនផ្ទះឈើតូចល្មមមួយដើម្បីរស់នៅហើយពុកខ្ញុំក៏បានលក់ឡានឈប់រត់ឈ្នួលនិងបដូរមុខរបរមកដាំបន្លែលក់វិញរហូតទៅដល់ពេលដែលខ្ញុំរៀនចប់និងបានប្រឡងជាប់ធ្វើជាគ្រូបង្រៀនគ្រូសាស្ត្ររបស់ខ្ញុំក៏មានជីវភាពក្រាន់បើដែរម៉ែរបស់ខ្ញុំក៏ឈប់លក់បាយម្ហូបនៅក្នុងសាលារៀនដូចមុនទៀតដែរបច្ចុប្បន្ននេះពុកម៉ែខ្ញុំនិងប្រពន្ធកូនរបស់ខ្ញុំបានប្រកបរបរជាអ្នកដាំបន្លែលក់ផងនិងចិញ្ចឹមមាន់ទាលក់ផងធ្វើឲ្យជីវភាពគ្រួសាររបស់ខ្ញុំមិនសូវលំបាកដោយកាលពីឆ្នាំនោះឡើយហើយរឿងនេះខ្ញុំសូមបញ្ចប់ត្រឹមនេះចុះបងសង្ឃឹមថាបើមានឱកាសក្រោយៗទៀតខ្ញុំនឹងចែករំលែករឿងខ្មោចជាមួយបងបន្ថែមទៀតព្រោះខ្ញុំជួបច្រើនខ្លាំងមែនទែនអរគុណបងរតនានិងធីមការងារដែលបានយករឿងខ្ញុំមកចែករំលែកខ្ញុំចូលចិត្ត The Story Podcast ខ្លាំងមែនទែនខ្ញុំគឺជាប្រិយមិត្តរបស់បងនឹង5ឆ្នាំទៅហើយ